យកគ្នាយើងខ្ញុំបាទហេហ្នឹងឯងថ្ងៃដែរខ្ញុំនៅមកប្រៀបធៀបរវាងដៃគូកណា V2 ជាមួយនឹង Gojo V2 ហ្នឹងឯងគ្នាយើងចឹងខ្ញុំនឹងប្រៀបធៀបដែលមានដូចជាការ farm damage ជាមួយនឹងការយកផងដែរគ្នាយើងតើមួយណាស្រួលជាងមួយណាស្រួល farm មួយណា damage ខ្លាំងជាងចឹងឥឡូវគឺយើងតេស្តជាមួយនឹង damage ចឹង damage ដំបូងគឺយើងយកទៅឲ្យគូកណាឥឡូវយើងGojo ចឹងអំវត្តរបស់ Gojo មួយដៃស្មើនឹង1 ជាងគ្នាយើងចឹងឥឡូវយើងមើលជាមួយគូកណាគូកណាមួយដៃគឺរហូតដល់2រៀនគ្នាយើងអាមុនខ្ញុំច្រឡំដាក់2ដៃចេះគេទី1របស់វាគឺ4រៀនគឺមែនតើគ្នាឥឡូវគឺGojoម្ដងGojoគឺជាចិត្តវាអាមុនយើងដាក់គូកណាមុនគឺដាក់ជាចិត្តហើយមិន2រៀន4រៀនចឹងGojoគឺ5រៀនគ្នាចឹងGojoឈ្នះគេទី1នេះចឹងហើយគឺគេទី2របស់គូកណាដែលគេទី2គូកណានេះដែរគឺមានទីមេរហូតដល់7រៀនហើយគ្នា7រៀនចឹងហើយរបស់Gojoចឹងរបស់Gojoគឺdamage របស់វាគឺ7រៀនដែរគ្នាយើងចឹងហើយគេគូកណាស្អីបានព្រួនជិនភើតម្ដងពូងdamage របស់វាទៅដល់11រៀនគ្នាម៉ែគឺសាហាវមែនតើ11រៀនចឹងហើយគឺGojoគេម្ដងបែបគ្នារហូតដល់12រៀនចឹងGojoឈ្នះទេបាទចាស់គេចង់ក្រោយម្ដងរបស់ស៊ូកណាតើมันមានមែន damage ហត់ប៊ូមគ្នាយើងរហូតដល់32រៀនdamage ណាគ្នាអញ្ចឹងGojoវិញGojo Q2 ម្ដងអាកាហីរ៉ូបានតែម្ដងអត់បានមកប៊ូម166 damage 166 damage គ្នាចឹងគឺយើងមកចាំមើលឆ្ងាយទេគឺGojoណាគឺជាអ្នកឈ្នះក្នុងចំណាស់ណាទី1នេះគ្នាយើងដែល Gojo គឺវាមាន damage ខ្លាំងជាងគ្នាចឹងអាការ farm គឺខ្ញុំឲ្យទៅGojoទេបាទចឹងហើយអ្វីបើខ្ញុំឲ្យទៅGojoគ្នាអាចមើលទៅកាន់គេអត់វាបានគឺវាមានរង្វង់ធំមួយដែរយូរមែនតើគ្នាហើយយូរហ្នឹងគឺ cooldown វាតិចទៀតហើយយូរមែនតើដែលយើង scroll farm auto farm បានហ្នឹងហើយ auto farm ម្ដងគឺយូរមែនតើគ្នាហើយចំណែកគេគូកណាវិញគឺវាមានគេអត់ជាគេមួយដែល scroll farm ផងដែរប៉ុន្តែគឺវាខ្វៃមែនតើហើយ cooldown ក៏វាខ្វៃដែរប៉ុន្តែខោវាគេរបស់វាគឺខ្វៃឲ្យដូចGojoទេចឹងខ្ញុំឲ្យទៅGojoដែរហ្នឹងហើយចឹងរបៀបការយកនេះគឺយើង spawn ជាមួយគ្នាហ្នឹងហើយចាំផាត់គឺយើងមកShinjukuពេលយើងមកជាមួយនឹងShinjukuហ្នឹងហើយយើងដើររកជាមួយនឹង NPK មួយនេះដែល NPK ហ្នឹងគឺវាអាច spawn ជាមួយនឹង2របស់ហ្នឹងបានប៉ុន្តែយើង spawn មកតែមួយទេហើយយើងធ្វើការ spawn ជាមួយនឹងGojoចឹងGojo មេនេះគឺមានតែឈាមតែ125ឈាមតែគ្នាយើងចឹងវាភួយជាគូកណាតិចគ្នាយើងហើយធ្វើការដាក់តែម្ដងអាមេហ្នឹងគឺស្រួលវាយទេគឺដាក់2 3ដាវគឺងាប់ទៅហើយបាទខ្ញុំប្រើជាមួយគូកណាដែរហើយវាយGojoហ្នឹងហើយគ្នាគឺយើងបាយសិកអាយមួយដែរតាចឹងហើយគឺយើងទៅ spawn មេគូកណាតើមេណាដែលជាមេដែលអំបាក់វាយជាងគេគ្នាយើងគ្នាគ្រាន់តែមើលគឺដឹងបាត់ទៅហើយគឺគូកណាមានឈាមរហូតដល់150 ឈាមហ្នឹងហើយដែលខុសគ្នា25ឈាមនេះគ្នាយើងGojoមិនតាម125រៀនទេប៉ុន្តែគូកណារហូតដល់150រៀនឈាមចឹងគូកណាជាមេដែលអំបាក់វាយជាGojoហ្នឹងឯគ្នាយើងអញ្ចឹងបន្ទាប់នេះគឺគូកណាជាអ្នកឈ្នះដែលគូកណាគឺអំបាក់វាយជាងគ្នាសម្រាប់អ្នកកវ៉ាតូតចឹងគ្នាយើងគួរតែយកGojoមុនទៅហើយចំណែក item វិញគឺខ្ញុំគុំឲ្យទៅកាន់គូកណាហើយបាទគឺគូកណាគឺច្រើនមែនតើហើយបាយទៅកាន់មើលGojoដៃវិញដែលវាត្រូវការតិចខ្លាំងមែនតើគ្នាយើងវាអត់ដូចគូកណាគឺច្រើនមែនតើ
យ៉ាគឺហ្គោចូលបានទាំង damage ហើយ item និង make គឺស្រួលរកខ្លាំងមែនទែនហើយវីដេអូក្រោយខ្ញុំនឹងមកប្រាប់ពីរបៀបយកចំណងដៃពីរហ្នឹងគ្នាយើងដៃពីរហ្នឹងគឺវាស្រួលយកទេគឺ item គឺត្រប់មកពីពេលមេនោះទាំងពីរអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្្នឹងទេបាយបាយហ្នឹងហើយ